សួស្តីអ្នកទាំងអស់គ្នាមកយើងមកតសាច់រឿងរបស់យើងទៀតដោយផ្ដើមសាច់រឿងដំបូងហ្នឹងយើងឃើញថាឈីឈីនិងយីឈួនកំពុងបណ្ដាគ្នាចេញពីការិយាល័យចុះហេតាស៊ីវិលនៅពេលដែលចេញមកដល់ខាងក្រៅហ្នឹងយីឈួនបានគិតក្នុងចិត្តថាតារាមណាខ្ញុំអាចដោះស្រាយជាមួយតាចាស់នោះបានណាมันសំខាន់ទេថាខ្ញុំរៀបការជាមួយអ្នកណាបន្ទាប់ពីបានឃើញឈ្មោះរបស់យីឈួនហើយឈីឈីភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏លន់មាត់ថាវ៉ាវឈ្មោះរបស់លោកគឺដូចនឹងប្រធានក្រុមហ៊ុនគីមគ្រប់អញ្ចឹងគាត់មានឈ្មោះថាស៊ីនយីឈួនណាគាត់ជា idol របស់ខ្ញុំយីឈួនគ្រាន់តែលឺក៏ឆ្លើយកាត់ភ្លាមថាអេស្ដាប់ខ្ញុំសិនវាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះខ្ញុំមិននឹងអាចជាអ្នកធំដូចលោកស៊ីនទៅឈីឈីក៏យល់ស្របត្រូវហើយវាពិតជាមិនអាចទេគ្រាន់តែជាការចៃដន្យប៉ុណ្ណោះខ្ញុំប្រាប់លោកទៅចាស់ណាខ្ញុំទៅតែមើលព័ត៌មានរបស់លោកស៊ីនរួចគាត់គឺជាមនុស្សអាចកំបាំងណាសូម្បីតែបណ្ដាញសង្គមទាំងមូលហ្នឹងក៏គ្មានរូបគាត់ដែរនិយាយរួចឈីឈីក៏លើកទូរស័ព្ទមកមើលម៉ោងហើយក៏លន់មាត់ថាហើយយ៉ាខ្ញុំយឺតមកទៅសម្ភារឲ្យខ្ញុំទៅមុនហើយនៅពេលដែលឈីឈីរត់ឡើងលើម៉ូតូប៉ាយីឈួនជិះឡានមកដល់ហើយក៏ស្រែកពីចម្ងាយថាណែអាកូនសំអុយគាត់តែឃើញប៉ាភ្លាមមកយីឈួនឆ្លេឆ្លាធ្វើអីអត់ថោក៏ចាប់ទៅទាញមុខឈីឈីឲ្យមកមើលមុខគាត់ចំណែកឯឈីឈីវិញរវល់តែរំជើបរំជួលជាមួយនឹងមុខសង្ហារបស់យីឈួនផ្លេចថាទៅសម្ភារយីឈួនក៏និយាយបន្លប់ថានាងចិត្តយឺតពេលហើយឆាប់ទៅឈីឈីក៏នឹកឃើញវិញត្រូវហើយខ្ញុំទៅសម្ភារមុនហើយគ្រាន់តែឈីឈីចេញទៅផុតប៉ារបស់យីឈួនក៏មកដល់ក៏ស្រែកស្ដីឲ្យកូនថាណែកូនសំអុយឯងផ្លាញការណាត់ជួបទៀតហើយមែនអត់យើងបានណាត់ស្រីជាច្រើនឲ្យឯងជួបនៅតែមិនបានសម្រេចទៀតឯងស្រឡាញ់មនុស្សផងមែនទេប្រាប់យើងមកលោកលេខាក៏ចេញមកសុំទោសលោកស៊ីនលោកប្រុសធំក៏ទៀមមកឲ្យបានខ្ញុំអាចបញ្ឈប់គាត់បានទេស៊ីឈួនក៏និយាយឡើងហើយយ៉ាលោកប៉ាខ្ញុំមកទីនេះគឺដើម្បីរៀបការនិយាយរួចក៏យកឯកសារចុះហេតាស៊ីវិលយកទៅឲ្យគាត់មើលលោកប៉ាគាត់ក៏និយាយមកវិញថាកុំមកយកឯកសារខ្លាំងៗមកបញ្ឆោតគាត់នោះនិយាយរួចគាត់ក៏យកឯកសារនេះមកមើលនេះជាកូនប្រសាររបស់ខ្ញុំហ៎មិនអាក្រក់ទេស្អាតហើយមានមន្តស្នេហ៍ទៀតលេខាក៏បន្តម៉ាក់នឹងកូន single 30 ឆ្នាំលោកជីននេះជាដើមដៃកំពុងរីកហើយប៉ារបស់ស៊ីឈួនក៏បន្តជាក្មេងស្រីដែលទៅតែចេញទៅមុននេះមែនអត់ជាកូនប្រសារខ្ញុំមិនក៏ឯងមិនអោយនាងនៅជួបប៉ាបន្តិចស៊ីឈួនក៏ឆ្លើយតបប៉ាពួកយើងទៅតែរៀបការមិនទាន់ស្គាល់គ្នាច្បាស់ទេហើយខ្ញុំក៏បានលាក់អត្តសញ្ញាណរបស់ខ្ញុំដែរនៅពេលដែលខ្ញុំស្គាល់នាងច្បាស់ខ្ញុំនឹងណែនាំប្រាប់ប៉ាម្ដងទៀតប៉ារបស់ស៊ីឈួនក៏តបប៉ាមិនខ្វល់ទេប៉ាចង់ឃើញកូនប្រសារប៉ាឥឡូវហ្នឹងបើមិនដូច្នេះទេប៉ានឹងបង្អត់បាយឲ្យស្លាប់លោកប៉ាឲ្យជួបបង្កបញ្ហាទៅខ្ញុំត្រូវទៅឋានហោទៀតដើម្បីពិនិត្យការងារប៉ាស៊ីឈួនក៏បន្តឋានហោជាសាខាថ្មីដែលទើបតែបង្កើតឡើងកាលពី2 ឆ្នាំមុននឹងមែនស៊ីឈួនក៏ឆ្លើយបាទមានបញ្ហាជាមួយគណនីរបស់ពួកគេហើយមានការផ្លាស់ប្ដូរត្រង់ត្រេធំនៅថ្ងៃនេះខ្ញុំត្រូវតែទៅប៉ាស៊ីឈួនក៏បន្តក៏បានប៉ាក៏ទៅដែរពេលរួចរាល់នាំប៉ាទៅជួបកូនប្រសាល្អតោះទៅពេលកំពុងតែធ្វើដំណើរទៅនឹងក៏បានជួបទូស្រីកំពុងជិះម៉ូតូនៅតាមផ្លូវពេលដែលឡាននិងម៉ូតូកំពុងតែជិះទន្ទឹមគ្នានឹងស្រាប់តែឈីងាកទៅមើលនៅក្នុងឡានហើយក៏សូមស្លេះតែប៉ុណ្ណេះសិនចាំជួបគ្នានៅវីដេអូក្រោយទៀតណាសូមអរគុណ